bởi dân đi dây ông pi yun ho vực vơ nâng vi prahasra nu dươngประกอบจีมันเพลงยนเต้จมปัวยนฮอประเภท BAE System 6 200របស់អង់គ្លេសគឺជាយន្តហោះស្រាលដែលមានកៅអីតែមួយម៉ាស៊ីនតែមួយរបស់ចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងជាយន្តហោះចម្បាំងទម្ងន់ស្រាលពហុទុនទីនិងជាយន្តហោះវាយប្រហារលើដីដែលជាការយកគំរូតាមយន្តហោះវឹកវើកម្រិតខ្ពស់ហកដែលមានកៅអី2ហើយការហោះហើរលើកដំបូងរបស់វាគឺនៅឆ្នាំ1986វាត្រូវបានរចនាឡើងដើម្បីផ្ដល់ជូននៅសមត្ថភាពប្រយុទ្ធខ្ពស់ការការពារដែនអាកាសការវាយប្រហារដ៏ជាក់លាក់ដល់កងទ័ពអាកាសទូចៗក្នុងតម្លៃត្រឹមតែប៉ុន្មានភាគទូចមួយនៃថ្លៃដើមប្រតិបត្តិការរបស់យន្តហោះចម្បាំងជួរមុខតែប៉ុណ្ណោះហើយនេះគឺជាការរចនាសំខាន់និងលក្ខណៈពិសេសនៃការប្រតិបត្តិការរបស់យន្តហោះ BAE System Hawk 200ការរចនាឡើងវិញនៃកៅអីតែមួយបានជំនួសកាប៊ីនយន្តហោះ2កៅអីខាងមុខខាងក្រោយរបស់យន្តហោះវឹកវើ Hawk មូលដ្ឋានជាមួយនឹងការរៀបចំកៅអីតែមួយដោយទុកកន្លែងសម្រាប់ផ្នែកច្រមុះយន្តហោះដែលលាតសន្ធឹងដើម្បីផ្ទុករ៉ាដានិងប្រព័ន្ធអេឡិចត្រូនិកទំនើបប្រព័ន្ធអាកាសចរនិងរ៉ាដាបំពាក់ដោយរ៉ាដា Northrop Grumman APG 66H ជារ៉ាដាដែលយកលំនាំតាមរ៉ាដាដែលប្រើប្រាស់លើយន្តហោះ F-16 ដែលបានផ្ដល់ឲ្យវានៅសមត្ថភាពប្រយុទ្ធគ្រប់អាកាសធាតុទាំងការមើលឃើញបាញ់ទម្លាក់យន្តហោះពីលើអាកាសនិងការវាយប្រហារពីលើអាកាសនិងលើដីសមត្ថភាពសព្វាវុធមានចំណុចព្យួរអាវុធរហូតដល់7ដែលអាចផ្ទុកអាវុធបានរហូតដល់ទម្ងន់ 3500 គីឡូក្រាមរួមមានមីស៊ីលអាកាសទៅអាកាស AIM-9 Sidewinder ឬ AAM មីស៊ីលប្រឆាំងនាវា Sea Eagle គ្រាប់បែកដឹកនាំដោយឡាស៊ែរ៉ូកែតនិងប្រអប់កាំភ្លើងដំណើរការដោយម៉ាស៊ីនទូប៊ីន Rolls-Royce Turbo Mega Adore 871ដែលបានផ្ដល់ឲ្យវានៅល្បឿនលឿនអតិបរមា Mach 0.84 ប្រហែលជា1037 គីឡូម៉ែត្រក្នុង1ម៉ោងនិងកម្មប្រតិបត្តិការដែលអាចពង្រីកបានតាមរយៈសមត្ថភាពចាក់ប្រេងនៅលើការហោះហើរការប្រើប្រាស់កងទ័ពអាកាសភូមិន្ទម៉ាឡេស៊ីបានប្រើប្រាស់ប្រភេទយន្តហោះ Hawk 208យ៉ាងទូលំទូលាយសម្រាប់ការពារដែនអាកាសប្រឆាំងការបះបោរនិងភារកិច្ចល្បាតឆ្នេរសមុទ្រកងទ័ពអាកាសរាជវង្សអូម៉ង់បានដាក់ពង្រាយយន្តហោះចម្បាំង Hawk 203សម្រាប់ការពារខ្លួនស្រាលនិងវាយប្រហារលើដីកងទ័ពអាកាសឥណ្ឌូនេស៊ីបានប្រើប្រាស់យន្តហោះ Hawk 209បំរែបំរួលរួមជាមួយយន្តហោះ Hawk 109ពីកៅអី2សម្រាប់បេសកកម្មវាយប្រហារប្រយុទ្ធវាគឺជាយន្តហោះមួយដែលមានសមត្ថភាពដ៏អស្ចារ្យវាមានតម្លៃមួយដ៏សមរម្យសម្រាប់កម្ពុជាប្រសិនបើចង់បានយកមកប្រើប្រាស់នោះគឺងាយស្រួលមែនតើសម្រាប់ថវិកាការពារជាតិដែលមានកំណត់ដោយកម្ពុជាទោះបីជាយើងមិនចាំបាច់ត្រូវការយន្តហោះដែលមានសមត្ថភាពទំនើបប៉ុន្តែយើងក៏អាចងាកមកមើលយន្តហោះចម្បាំងត្រកូល Hawk នេះបានហើយកម្ពុជាយើងប្រសិនបើមានវានោះសមត្ថភាពកងទ័ពដែនអាកាសរបស់កម្ពុជាយើងនឹងខ្លាំងក្លាហើយប្រទេសជិតខាងក៏មិនហ៊ានមើលងាយបាននោះដែរ